ចំយ៉ាងណានោះគឺឆ្លុះបញ្ចាំងពីបទពិសោធន៍របស់កម្ពុជារបស់យើងហើយធានាបាននៅសុខដុមនីយភាពនៃប្រព័ន្ធរបស់យើងអញ្ចឹងការងារវាពាក់ព័ន្ធទាំងសវនកម្មផ្ទៃក្នុងពាក់ព័ន្ធទៅនឹងអធិការកិច្ចក្នុងប្រព័ន្ធរបស់យើងអធិការឋានទាំងអស់របស់ក្រសួងស្ថាប័នពាក់ព័ន្ធទៅនឹងមន្ទីររបស់យើងដើម្បីយើងអាចបញ្ជាក់ឲ្យច្បាស់ថាប្រព័ន្ធរបស់យើងហើយនឹងយន្តការតាមដាននិងត្រួតពិនិត្យរបស់យើងយ៉ាងណាខ្លះពីព្រោះបទពិសោធន៍របស់កម្ពុជាអាចនិយាយបានថាប្រហែលជាពិសេសសម្រាប់កម្ពុជាអញ្ចឹងយើងមិនអាចយកតាមប្រទេសណាទាំងស្រុងហើយក៏យើងមិនអាចមិនមើលទៅបទពិសោធន៍របស់គេទាំងស្រុងបានដែរហើយនេះខ្ញុំចង់បញ្ជាក់ព្រោះពិភពលោកធំបទពិសោធន៍ប្រទេសគ្រប់ទាំងអស់គេមានប្រទេសមួយមុននឹងឈានទៅដល់ប្រទេសដែលកំពុងអភិវឌ្ឍហើយនៅប្រទេសជឿនលឿនគេបានឆ្លងកាត់ហើយបាទអញ្ចឹងយើងកុំភ្លេចថាយើងជាប្រទេសដែលអភិវឌ្ឍតិចតួចហើយយើងត្រៀមលក្ខណៈក្នុងការ graduation តទៅមុខបន្ថែមទៀតដើម្បីឲ្យទៅជាប្រទេសដែលកំពុងអភិវឌ្ឍ